ដើមសាច់រឿងនៅក្នុងឆាបតើទី44នេះយើងក៏បានឃើញដៃមនុស្សម្នាក់បានរុញទ្វារចូលទៅក្នុងផ្សារមួយដែលពោរពេញទៅដោយថ្លុកឈាមបន្ទាប់មកយើងក៏បានឃើញបុរសម្នាក់ទៀតកំពុងឈរកាន់ផ្លិតរួចបុរសដែលកាន់ផ្លិតនោះគាត់ក៏បានសួរទៅបុរសម្នាក់ទៀតថាខ្ញុំរីករាយណាស់ដែលបានឃើញឯងត្រឡប់មកវិញដោយសុវត្ថិភាពបែបនេះនៅពេលនោះដែរបុរសម្នាក់នោះក៏បានដើរចូលមកបូករួមទាំងសម្ពាធថាមពលអរ៉ាយ៉ាងសាហាវបានសង្កត់កូនចៅដែលនៅក្បែរនេះឲ្យដេកដួលអស់ទៅនឹងដីហើយមនុស្សម្នាក់នោះគ្មានអ្នកណាឆ្ងាយទេក្រៅពីតួឯករបស់យើងគឺគូយ៉ាងឈុនបុរសទៅកាន់ផ្លិតនោះក៏បានសួរទៅកាន់គូយ៉ាងឈុនថាយើងមើលទៅឯងឥឡូវនេះហាក់ដូចជាខឹងខ្លាំងណាស់ហើយបើតាមមើលទៅបុរសដែលកាន់ផ្លិតក៏បានសួរទៅគូយ៉ាងឈុនបន្តថាតើអ្វីទៅដែលធ្វើឲ្យឯងមានកំហឹងខ្លាំងដល់ថ្នាក់នេះឬមួយក៏ដោយសារតែក្មេងស្រីដែលបានស្លាប់មុននោះមែនទេគ្រាន់តែលើសម្ដីបែបនេះភ្លាមគូយ៉ាងឈុនក៏បានខឹងខ្លាំងរហូតដល់បញ្ចេញថាមពលអូរ៉ាយ៉ាងសាហាវដែលធ្វើឲ្យអាចអចាមដែលនៅក្បែរនោះឡើងសោកនៃព្រាតបន្ទាប់មកគូយ៉ាងឈុនក៏បានជន់ដីមួយទំហឹងរហូតដល់ខ្ទាតចេញថាមពលយ៉ាងច្រើនប៉ុន្តែសម្រាប់បុរសម្នាក់ដែលកាន់ផ្លិតវិញបែរជាសោកឡើងយ៉ាងសប្បាយរួចក៏និយាយទៅកាន់គូយ៉ាងឈុនថារឿងរ៉ាវទាំងអស់នេះវាជាបញ្ជាផ្ទាល់របស់លោកមេនិកាយតែបើខ្ញុំមើលទៅឯងឥឡូវនេះហាក់ដូចជាមិនពេញចិត្តនឹងការសម្រេចចិត្តមួយនេះប៉ុន្មានទេលើបែបនេះភ្លាមគូយ៉ាងឈុនក៏បានខឹងខ្លាំងរហូតដល់ខាំមាត់របស់ខ្លួនឯងមួយទំហឹងពេលនោះគូយ៉ាងឈុនក៏បានឈរទល់មុខគ្នារួចក៏សម្លឹងទៅមើលបុរសដែលកាន់ផ្លិតនោះទាំងក្រសែភ្នែកពិឃាតពេលនោះគូយ៉ាងឈុនក៏បានបញ្ចូលថាមពលទៅក្នុងកណ្ដាប់ដៃរួចក៏ត្រៀមវាយបុរសដែលកាន់ផ្លិតនោះទៅហើយប៉ុន្តែត្រូវបុរសដែលកាន់ផ្លិតនោះក៏បាននិយាយឡើងថាឯងត្រូវចាំទុកនៅក្នុងខួរក្បាលឯងឲ្យច្បាស់គូយ៉ាងឈុននៅក្នុងនិកាយនេះមានតែលោកមេបាម្នាក់គាត់ដែលមានសិទ្ធិបញ្ជានិងមានឋានៈខ្ពស់ជាងឯងទៅទៀតដូច្នេះឯងកុំច្រឡំឲ្យសោះណាគ្រាន់តែលើបែបនេះភ្លាមគូយ៉ាងឈុនក៏បានផ្អាកការវាយប្រហាររបស់ខ្លួនរីឯបុរសដែលកាន់ផ្លិតបានត្រឹមតែឈរញញឹមតែប៉ុណ្ណោះពេលនោះគូយ៉ាងឈុនក៏បានដើរចេញចំណែកឯបុរសកាន់ផ្លិតក៏បាននិយាយរឿងដែលពាក់ព័ន្ធទៅនឹងការសម្លាប់មេនិកាយធំៗដែលមានដូចជាអធិរាជឋានសួគ៌ត្រូវបានសម្លាប់បន្ទាប់មកអធិរាជថាមពលក៏ត្រូវស្លាប់នៅថ្ងៃនេះដែរចំណែកឯអធិរាជក្បាច់ដាវវិញគាត់ក៏បានបាត់បង់ដៃវិជាងធ្វើឲ្យលោកមេបាបិសាចហ្នឹងគាត់លែងចាប់អារម្មណ៍ទៅលើតាចាស់ម្នាក់នេះទៀតហើយបុរសដែលកាន់ផ្លិតក៏បាននិយាយទៅកាន់គូយ៉ាងឈុនបន្តថាចុះបើគ្រប់យ៉ាងត្រូវកម្ចាត់រួចរាល់អស់ទៅហើយតើឯងគិតថាអ្នកណានឹងមកទទួលខុសត្រូវក្រុងរឿងរ៉ាវដែលនៅសេសសល់ទាំងនេះបុរសកាន់ផ្លិតក៏បាននិយាយបញ្ចូលទៅកាន់គូយ៉ាងឈុនបន្តថាសូមឯងគិតពិចារណាឡើងវិញលោកមេនិកាយមានបំណងចង់ប្រគល់អំណាចទាំងអស់ទៅឲ្យឯងជាអ្នកចាត់ការនិងគ្រប់គ្រងផ្ទាល់តែម្ដងគ្រាន់តែលើសម្ដីបែបនេះភ្លាមគូយ៉ាងឈុនក៏បានខឹងខ្លាំងតែម្ដងសាច់រឿងគេក៏បានកាត់មកបច្ចុប្បន្នវិញគូយ៉ាងឈុនកំពុងតែបាត់បង់ការគ្រប់គ្រងខ្លួនឯងទៅហើយដោយសារតែថាមពលបិសាចដែលមាននៅក្នុងខ្លួនគូយ៉ាងឈុនក៏បានចាប់ច្បាច់កក្មេងប្រុសដែលមានសក់ពីរពណ៌នោះឡើងទៅលើដែលធ្វើឲ្យក្មេងប្រុសម្នាក់នេះចង់ដាច់ដង្ហើមស្លាប់បាត់ទៅហើយយើងមកមើលថាមពលបិសាចដែលមាននៅក្នុងខ្លួនគូយ៉ាងឈុនវិញបានគ្រប់គ្រងគូយ៉ាងឈុនសឹងតែ 100% ចំណែកឯយ៉ងហ្វានាងបានឃើញទស្សនវិជ្ជាបែបនេះក៏មានអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំងព្រោះមិនដែលឃើញបងប្រុសរបស់ខ្លួនមានចរិតកាចសាហាវបែបនេះនោះទេបើយើងមកមើលទឹកមុខរបស់គូយ៉ាងឈុនវិញសឹងតែថា 100% ដែលត្រូវថាមពលបិសាចនោះគ្រប់គ្រងបានទៅហើយប៉ុន្តែជាសំណាងល្អត្រូវបានលោកមេនិកាយភ្នំមោសានបច្ចុប្បន្នមកជួយសង្គ្រោះទាន់ដោយយកដៃខ្ទប់មុខគូយ៉ាងឈុនរួចគាត់ក៏និយាយឡើងថាឥឡូវពេលនេះយើងនឹងជួយឯងប៉ុន្តែវាអាចនឹងឈឺបន្តិចហើយនិយាយមិនទាន់ផុតពីមាត់ផងគាត់ក៏បានបញ្ចេញវិជ្ជាគុណដោយជួយស្រូបយកថាមពលបិសាចចេញពីខ្លួនរបស់គូយ៉ាងឈុនពេលនោះដែរក៏មានឮសំឡេងផ្ទុះឡើងយ៉ាងខ្លាំងដែលធ្វើឲ្យអ្នកដែលនៅក្នុងបន្ទប់គឺលោកគ្រូពេទ្យទេវតាជាមួយនឹងព្រះអាចារ្យយាយគាត់កំពុងឆ្ងល់យ៉ាងខ្លាំងតើនៅខាងក្រៅមានរឿងអ្វីកើតឡើងមែនទេស្រាប់តែពេលនោះលោកមេបនិកាយភ្នំមូសានបច្ចុប្បន្នក៏បានបើកទ្វារហើយនិយាយឡើងថាអូលោកគ្រូពេទ្យទេវតានៅទីនេះដែរមែនទេចំពេលល្អណាស់នេះណែខ្ញុំបានរកម៉ួយឲ្យលោកគ្រូពេទ្យបានម្នាក់ទៀតហើយម៉ួយម្នាក់នោះគ្មានអ្នកណាឆ្ងាយទេអ្នកទាំងអស់គ្នាគឺជាគូយ៉ាងឈុននឹងឯងដែលកំពុងសន្លប់ស្ដោកបាត់ស្មារតីបាត់ទៅហើយបន្ទាប់មកសាច់រឿងបានកាត់មកនៅក្នុងបន្ទប់លោកមេនិកាយភ្នំមូសានគាត់កំពុងរៀប
បរាប់អំពីប្រវត្តិរបស់លោកគ្រូពេទ្យទេវតាបន្ទាប់មកព្រះចាគាត់ក៏បានរៀបរាប់ថាអ្នកទាំងអស់គ្នាស្គាល់គាត់ឲ្យហើយទៅនេះណែគាត់គឺជាកម្ពុជាគ្រូពេទ្យទេវតាដ៏ល្បីល្បាញបំផុតប្រចាំសម័យកាលយើងនឹងហើយមិនថាជំងឺសាហាវកម្រិតណាក៏គាត់អាចព្យាបាលបានដែរប៉ុន្តែយើងក៏លើកមកមើលទឹកមុខរបស់គ្រូពេទ្យទេវតាវិញគាត់បែរជាធ្វើទឹកមុខធុញរួចក៏និយាយតិចថាឯងជប់ហៅខ្ញុំបែបនឹងបានទេអាឆ្កួតអើយនៅពេលនោះដែរព្រះចានិកាយប្រមោសានគាត់ក៏បានបន្ថែមទៀតថាមិនតែប៉ុណ្ណោះទេលោកគ្រូពេទ្យទេវតាជាអ្នកបានជួយសង្គ្រោះជីវិតអ្នករាល់គ្នាកន្លងមកដែរជាពិសេសក៏មានវត្តមានរបស់កម្ពុជាអធិរាជគុនដាវដ៏ល្បីល្បាញនៃបកភ្នំហូសានរបស់យើងបូករួមទាំងប្អូនស្រីរបស់ឯងគឺរីយ៉ងហ្វាផងដែរដែលជាសិស្សផ្ទាល់របស់គាត់ហើយក្មេងប្រុសម្នាក់នេះគឺជាចៅប្រុសនិងជាសិស្សផ្ទាល់របស់គ្រូពេទ្យទេវតាមានឈ្មោះថាជេកាលយុប៉ុន្តែក្មេងប្រុសម្នាក់នេះគេមិនអាចនិយាយបានទេដូច្នេះបើឯងមានសំណួរអ្វីឯងអាចទៅសួរគ្រូពេទ្យទេវតាបានយើងមកមើលទឹកមុខរបស់គូយ៉ាងឈុនវិញកំពុងតែភ័យឡើងបែកញើសចូលក្បាលព្រោះត្រូវព្រះចាគាត់បានសួរដេញដោចំទាំងទឹកមុខមើលមកថាគូយ៉ាងឈុនឯងប្រាប់យើងបន្តិចមើលហេតុអីបានជាឯងទៅច្របាច់កក្មេងប្រុសម្នាក់នេះស្ទើរតែស្លាប់បែបនេះទៅវិញតើឯងមានរឿងអីលាក់កំបាំងមែនទេគ្រាន់តែឮបែបនេះភ្លាមគូយ៉ាងឈុនក៏បានប្រែទឹកមុខទៅជាស្លេកស្លាំងហើយក៏បានគិតនៅក្នុងចិត្តបន្តថាអញងាប់ហើយលើកនេះមិនរស់ទេអញពេលនោះគូយ៉ាងឈុនក៏បានគិតនៅក្នុងចិត្តបន្តថាបើតាមការពិតទៅចាប់តាំងពីខ្ញុំបានជួបក្មេងប្រុសម្នាក់នេះមកការចងចាំរបស់ខ្ញុំហាក់ដូចជារញ៉េរញ៉ៃនិងវង្វេងវង្វាន់មិនដឹងទេប៉ុន្តែមើលទៅតាមស្ថានភាពនិងបរិយាកាសជុំវិញនៅពេលនេះមាននរណាម្នាក់ជឿជាក់លើពាក្យសម្ដីដ៏សាររបស់ខ្ញុំនោះទេបន្ទាប់មកគ្រូយ៉ាងឈុនក៏បានលួចសម្លឹងទៅមើលកូនសិស្សរបស់គ្រូពេទ្យទេវតាហើយក៏គិតនៅក្នុងចិត្តបន្តថាខ្ញុំមិនដែលឮសោះថាជេកាលយុបនឹងត្រូវជាចៅប្រុសរបស់គ្រូពេទ្យទេវតាចុះហេតុអីបានជាខ្ញុំបែរជាមកជួបគេមុនពេលដែលបាក់ហៅស្វែងរកគេឃើញបែបនេះទៅវិញពិតជាឆ្កួតមែនផែនការទាំងប៉ុន្មានរបស់ខ្ញុំបានខូចអស់ហើយមានរឿងណាមួយដែលស្របតាមអ្វីដែលខ្ញុំបានគិតមុនសោះក្នុងស្ថានភាពដ៏តានតឹងបែបនេះគូយ៉ាងឈុនក៏បានត្រូវការជំនួយពីព្រឹទ្ធាចារ្យសិនជលប៉ុន្តែត្រូវព្រឹទ្ធាចារ្យសិនជលមិនបានឆ្លើយតបសោះគូយ៉ាងឈុនក៏បានគិតក្នុងចិត្តបន្តថាចង្រៃមែនពិតជាសយមែនអញខំតាក់ទងទៅឲ្យព្រឹទ្ធាចារ្យសិនជលជួយប៉ុន្តែត្រូវបានព្រឹទ្ធាចារ្យសិនជលមិនឆ្លើយតបពេលនោះគូយ៉ាងឈុនក៏បានអស់សង្ឃឹមដោយគិតនៅក្នុងចិត្តថាតើនៅពេលនេះខ្ញុំគួរធ្វើអ្វីបន្តទៅគ្រប់គ្នាបានចាប់កំហុសខ្ញុំបានបែបហ្នឹងស្រាប់តែភ្លាមនោះព្រះចាគាត់ក៏បាននិយាយទៅកាន់គូយ៉ាងឈុនឡើងថាមិនមែនដោយសារតែការចងចាំរបស់ឯងកំពុងតែវង្វេងវង្វាន់មែនទេអីគ្រាន់តែឮបែបនេះភ្លាមគូយ៉ាងឈុនក៏បានបើកភ្នែកធំភ្ញាក់ផ្អើលយ៉ាងខ្លាំងរួចក៏បានតបទៅខាងព្រះចាម្នាក់នោះថាមិនបានជាព្រះចាដឹងព្រះចាគាត់ក៏បានតបទៅកាន់គូយ៉ាងឈុនវិញថាតាមពិតទៅគាត់ក៏មិនសូវដឹងរឿងនេះប៉ុន្មានដែរភ្លាមនោះព្រះចាគាត់ក៏បាននឹកឃើញដល់ពេលដែលគូយ៉ាងឈុនចាប់ច្របាច់កកូនសិស្សរបស់គ្រូពេទ្យទេវតាបន្ទាប់មកគាត់ក៏ឈប់គិតហើយក៏ងាកទៅសួរលោកគ្រូពេទ្យទេវតាថាលោកគ្រូពេទ្យទេវតាជួយពិនិត្យមើលរាងកាយរបស់ក្មេងប្រុសម្នាក់នេះបន្តិចបានទេប៉ុន្តែភ្លាមនោះលោកគ្រូពេទ្យទេវតាបែរជាងាកមុខចេញហើយគាត់និយាយឡើងថាចេញឲ្យឆ្ងាយទៅខ្ញុំគ្មានអារម្មណ៍ជួយមនុស្សដូចជាឯងឡើយដោយនិយាយមិនត្រូវគ្នាពួកគាត់ទាំងពីរក៏បានឆ្លោះប្រកែកគ្នាបន្តិចទៅខណៈពេលដែលពួកគាត់កំពុងឆ្លោះប្រកែកគ្នាបរិយាយ័យក៏បានងាកមកសួរគូយ៉ាងឈុនទាំងទឹកមុខញញឹមថាឯងច្បាស់ជាគូយ៉ាងឈុនហើយមែនទេភ្លាមនោះគូយ៉ាងឈុនស្រាប់តែភ្ញាក់ផ្អើលរួចក៏ងាកមកសួរបរិយាយ័យថាហេតុអ្វីបានជាបរិយាយ័យស្គាល់ខ្ញុំភ្លាមនោះបរិយាយ័យបានឆ្លើយតបទៅគូយ៉ាងឈុនវិញថារឿងអីដែលយើងមិនស្គាល់ឯងនោះព្រោះថាកាលពីមុនខ្ញុំគឺជាមិត្តភក្តិជិតស្និទ្ធបំផុតម្នាក់របស់ម្ដាយឯងដែលមានឈ្មោះថាឈុនហេនឹងណាឮបែបនេះភ្លាមគូយ៉ាងឈុនឡើងស្រឡាំងកាំងតើប្រជាយាយធ្លាប់ជាមិត្តភក្តិរបស់ម្ដាយខ្ញុំមែនទេប្រជាយាយគាត់ក៏បានឆ្លើយតបទៅគូយ៉ាងឈុនវិញថាខ្ញុំពិតជាសប្បាយចិត្តណាស់ដែលចុងក្រោយពួកយើងទាំងពីរបានជួបគ្នាខណៈពេលនោះយើងក៏បានឃើញប្អូនស្រីរបស់គូយ៉ាងឈុនពួននៅពីក្រោយ
ហើយអ្នកគ្រូនាងកំពុងសម្លឹងមើលបងប្រុសរបស់ខ្លួនបរិយាយាយគាត់ក៏បានបន្ថែមទៀតថាគូយ៉ាងឈុនឯងពិតជាមានមុខមាត់ដូចម្ដាយរបស់ឯងមែនគឺឈុនអាហេភ្លាមនោះគូយ៉ាងឈុនក៏បានឆ្លើយតបទៅកាន់គាត់វិញថាតើពិតមែនឬបន្ទាប់មកគាត់ក៏បានឆ្លើយតបទៅកាន់គូយ៉ាងឈុនវិញអូមិនមែនទេតាមពិតទៅវាគឺជាក្លិនអូរ៉ាដែលចេញពីខ្លួនឯងតាដែលវាដូចទៅនឹងម្ដាយរបស់ឯងខ្លាំងណាស់ហើយយើងមិនចាំបាច់មើលគ្រូពេទ្យទេវតាជាមួយនឹងលោកមេនិកាយបភ្នំហោសានបច្ចុប្បន្នតែគាត់កំពុងឆ្លោះគ្នានៅពីក្រោយអ្នកទាំងពីរនឹងឯងបន្ទាប់មកព្រះរាជាយាយគាត់ក៏បាននិយាយពាក្យចុងក្រោយទៅកាន់គូយ៉ាងឈុនថាខ្ញុំអាចដឹងបានថាឯងគឺជាមនុស្សដែលមានចិត្តគំនិតស្ងប់ស្ងាត់ល្អខ្លាំងណាស់ប៉ុន្តែបេះដូងខាងក្នុងរបស់ឯងវិញគឺពោពេញទៅដោយភាពកក់ក្ដៅពេលនោះគូយ៉ាងឈុនក៏បានឆ្លើយតបទៅកាន់គាត់ថាបាទអរគុណច្រើនណាស់ព្រះរាជាយាយបន្ទាប់មកព្រះរាជាយាយគាត់ក៏បាននិយាយលាទៅកាន់គូយ៉ាងឈុនប្រាប់តែភ្លាមនោះព្រះរាជានិកាយភ្នំហោសានបច្ចុប្បន្នគាត់ក៏បាននិយាយពាក្យមួយឃ្លាថាស្លឹកឈើនាគតែព្រះរាជាគាត់ក៏បាននិយាយលួងគ្រូពេទ្យទេវតាថាបើលោកគ្រូពេទ្យទេវតាព្រមជួយពិនិត្យមើលអាការៈរាងកាយក្មេងម្នាក់នេះបន្តិចទៅជាថ្នូរនឹងការដោះដូរយកស្លឹកឈើនាគទៅដ៏មានតម្លៃមួយសន្លឹកពីបាក់របស់យើងតើលោកគិតយ៉ាងម៉េចដែរគ្រាន់តែឮបែបនេះភ្លាមលោកគ្រូពេទ្យទេវតាក៏បានត្រឹមតែខំថ្មិញដល់ដង្ហើមធំព្រោះនេះជាវត្ថុទិព្វដ៏មានតម្លៃដែលមិនអាចបដិសេធបាននោះទេភ្លាមនោះគ្រូពេទ្យទេវតាគាត់ក៏បានឆ្លើយតបទៅកាន់ព្រះរាជាថាចាំទុកណានេះជាលើកចុងក្រោយហើយដែលយើងជួយឯងពេលនោះព្រះរាជាគាត់ក៏បានសើចបន្តិចហើយនិយាយទៅកាន់គ្រូពេទ្យទេវតាថាហាខ្ញុំដឹងច្បាស់ណាស់ថាលោកគ្រូពេទ្យទេវតាច្បាស់ជាមិនអាចបដិសេធជាមួយរបស់ដ៏មានតម្លៃបែបនេះនោះឡើយបន្ទាប់ពីអ្នកទាំងពីរព្រមព្រៀងគ្នារួចលោកគ្រូពេទ្យទេវតាក៏បានអង្គុយចុះរួចក៏ចាប់ដៃគូយ៉ាងឈុនដើម្បីពិនិត្យមើលថាមពលខាងក្នុងខ្លួនរបស់គូយ៉ាងឈុនក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់បែបនេះគូយ៉ាងឈុនបានត្រឹមតែអង្គុយស្ងៀមមិនហ៊ានមាត់កខណៈដែលលោកជ័យនិងប្អូនស្រីរបស់គូយ៉ាងឈុនទៀតកំពុងអង្គុយសម្លឹងមើលពីក្រោយដោយយកចិត្តទុកដាក់នៅពេលដែលគ្រូពេទ្យទេវតាបិទភ្នែកដើម្បីពិនិត្យមើលតើនៅក្នុងខ្លួនគូយ៉ាងឈុនមានអ្វីខ្លះស្រាប់តែគាត់ប្រទះឃើញនៅថាមពលពណ៌ស្វាយយ៉ាងសន្ធោសន្ធៅដែលមាននៅក្នុងខ្លួនក្មេងប្រុសម្នាក់នេះបន្ទាប់ពីពិនិត្យរួចគាត់ក៏បានដកដៃចេញពីគូយ៉ាងឈុនស្រាប់តែពេលនោះព្រឹទ្ធាចារ្យនិកាយភ្នំហោសានបច្ចុប្បន្នគាត់ក៏បានស្ទុះមកសួរគ្រូពេទ្យទេវតាថាតើក្មេងម្នាក់នេះយ៉ាងម៉េចហើយតើមានបញ្ហាអ្វីជាមួយនឹងរាងកាយរបស់ក្មេងម្នាក់នេះមែនទេគ្រូពេទ្យទេវតាគាត់ក៏បានឆ្លើយតបទៅព្រឹទ្ធាចារ្យវិញថារាងកាយក្មេងម្នាក់នេះមិនមានបញ្ហាតែបន្តិចបន្តួចដោយដែលលោកបានគិតនោះឡើយវាលើសពីអ្វីដែលយើងអាចស្មានដឹងទៅទៀតភ្លាមនោះគ្រូពេទ្យទេវតាគាត់ក៏បាននិយាយពាក្យមួយឃ្លាទៅកាន់គូយ៉ាងឈុនថាក្មេងម្នាក់នេះបើនិយាយឲ្យចំទៅគេប្រៀបដូចជាសារសពដែលអាចដើរបានអញ្ចឹងគ្រាន់តែឮបែបនេះភ្លាមគូយ៉ាងឈុនក៏បានភ្ញាក់ផ្អើលយ៉ាងខ្លាំងរួចក៏សួរទៅកាន់លោកគ្រូពេទ្យទេវតាថាតើលោកគ្រូចង់មានន័យថាម៉េចលោកគ្រូពេទ្យទេវតាគាត់ក៏បានបញ្យល់គូយ៉ាងឈុនថានៅក្នុងខ្លួនរបស់ឯងពេលនេះមានថាមពលផ្សេងគ្នាជាច្រើនប្រភេទដែលកំពុងហូរវាយលុកនិងវិលវល់ប្រតិកលាគ្នាពេញនឹងអ្វីដែលខ្ញុំឆ្ងល់បំផុតនោះតើអាចទ្រាំទ្រទៅថាមពលដ៏ខ្លាំងក្លាបែបនេះបានដោយរបៀបណាទៅវិញគ្រាន់តែឮបែបនេះភ្លាមគូយ៉ាងឈុនក៏បានស្រមៃទៅដល់ការដែលខ្លួនស្រូបយកនៅថាមពលនិងវត្ថុផ្លែកជាច្រើនចូលទៅក្នុងខ្លួនដែលកាលនោះគេមិនបានដឹងថាវានឹងអាចបង្កបញ្ហាធំនៅថ្នាក់នេះដល់រាងកាយរបស់ខ្លួននោះទេគូយ៉ាងឈុនក៏បានគិតបន្តថាខ្ញុំពិតជាបានស្រូបយករបស់ជាច្រើនមែនប៉ុន្តែខ្ញុំមិននឹកស្មានថាវាអាចបង្កបញ្ហាដល់ធំបែបនេះបានសោះខ្ញុំស្មានតែខ្ញុំអាចគ្រប់គ្រងស្ថានភាពបានល្អហើយតើប៉ុន្តែវាអាចនឹងមកពីរបស់មួយយ៉ាងដែលមាននៅក្នុងខ្លួនខ្ញុំគឺព្រះចាសិនឈរធ្លាប់បាននិយាយលើកឡើងនោះមែនទេដឹងខណៈពេលដែលគូយ៉ាងឈុនកំពុងអង្គុយគិតតែម្នាក់ឯងស្រាប់តែលេចចេញវត្តមានរបស់ព្រះចាសិនឈរចេញមកព្រះចាសិនឈរគាត់បាននិយាយប្រាប់គូយ៉ាងឈុនថាមិនមែនរឿងរ៉ាវការដែលឯងបានស្រូបយកធម៌ពលទាំងអស់នោះទេគឺជារឿងផ្សេងទៀតកាលពីពេលដែលឯងត្រូវបានធម៌ពលបិសាចគ្រប់គ្រងខ្លួនឯងកាលពីលើកមុនពលលឹងរបស់យើងហាក់ដូចជាបានកាត់ផ្ដាច់ទំនាក់ទំនងទាំងស្រុងពីឯងគឺដោយសារធម៌ពលចម្លែកដែលមាននៅ
ក្នុងខ្លួនឯងនឹងហើយបន្ទាប់មកព្រះចាសិនឈលក៏បាននិយាយបន្តទៀតថាកាលពីលើកមុនយើងគ្រាន់តែលួចសង្ស័យតែម្នាក់ឯងប៉ុណ្ណោះប៉ុន្តែបន្ទាប់ពីបានឮអ្វីដែលលោកគ្រូពេទ្យទេវតាម្នាក់នេះទើបតែពិនិត្យនិងនិយាយអំបញ្ញមិញនេះវាបានជួយបញ្ជាក់ការសង្ស័យរបស់យើងទៅលើឯងកាន់តែច្បាស់ហើយគ្រាន់តែឮបែបនេះភ្លាមគូយ៉ាងឈុនក៏ភ្ញាក់ផ្អើលហើយក៏សួរព្រះចាសិនឈលថាតើធម្មពលនោះគឺជាអ្វីទៅចុះឲ្យខ្ញុំធ្វើម៉េចជាមួយធម្មពលដ៏ច្បូកច្បល់ទាំងនេះដែលមាននៅក្នុងខ្លួនខ្ញុំទៅវិញលោកព្រះចាសិនឈលព្រះចាសិនឈលគាត់ក៏បានប្រាប់ទៅគូយ៉ាងឈុនវិញថាធម្មពលងងឹតដ៏គួរឲ្យខ្លាចដែលមាននៅក្នុងខ្លួនឯងនឹងហើយដែលជាអ្វីដែលអាចទប់ទល់នឹងរក្សាជីវិតរបស់ឯងឲ្យរស់រហូតមកដល់សប្តាហ៍ថ្ងៃនេះបានគឺដោយសារតែធម្មពលនោះឯងគាត់បានបន្ថែមទៀតថាធម្មពលងងឹតមួយនោះវាបានជួយសង្កត់និងទប់ស្កាត់មិនឲ្យធម្មពលធាតុផ្សេងៗទៀតដែលមាននៅក្នុងខ្លួនឯងមិនឲ្យផ្ទុះនិងរត់ច្បុកច្បល់ប៉ុន្តែទន្ទឹមនឹងគ្នានេះដែរធម្មពលងងឹតនោះវាក៏អាចផ្ទុះឡើងនិងគ្រប់គ្រងរាងកាយរបស់ឯងទាំងមូលគ្រប់ពេលវេលាបន្ទាប់ពីបានស្ដាប់ព្រះចាសិនឈលបានរៀបរាប់មកគូយ៉ាងឈុនបានត្រឹមតែអង្គុយស្ងៀមមួយកន្លែងបន្ទាប់មកគូយ៉ាងឈុនក៏បានងាកទៅសួរលោកគ្រូពេទ្យទេវតាថាតើខ្ញុំត្រូវធ្វើបែបណាទើបអាចដោះស្រាយជាមួយនឹងធម្មពលដ៏ច្បុកច្បល់ទាំងអស់ដែលមាននៅក្នុងខ្លួនខ្ញុំនេះបានទៅលោកគ្រូពេទ្យទេវតាឮបែបនេះភ្លាមលោកគ្រូពេទ្យទេវតាគាត់ក៏បានសោកទាំងហួសចិត្តរួចក៏ឆ្លើយតបទៅកាន់គូយ៉ាងឈុនវិញថាវាគ្មានជំរឿអ្វីផ្សេងទៀតទេគឺមានតែផ្លូវពីរប៉ុណ្ណោះមួយគឺឯងត្រូវស្វែងរកវិធីបំបត្តិធម្មពលទាំងនោះចេញពីខ្លួនឯងឲ្យអស់និងទីពីរគឺរស់នៅបន្តទាំងបួងសួងសុំកុំឲ្យរាងកាយរបស់ឯងផ្ទុះបែកជាបំណែកនៅថ្ងៃណាមួយនឹងហើយបន្ទាប់មកគ្រូពេទ្យទេវតាគាត់ក៏បានបន្ថែមទៀតថាទោះបីជារាងកាយរបស់ឯងត្រូវផ្ទុះបែកភ្លាមនៅពេលនេះក៏វាមិនមែនជារឿងចម្លែកដែរចំពោះស្ថានភាពដ៏ធ្ងន់ធ្ងរបែបនេះគឺគ្មានអ្វីដែលគ្រូពេទ្យដូចជាខ្ញុំអាចជួយឯងបានឡើយគ្រូពេទ្យទេវតាគាត់ក៏បន្ថែមទៀតថាបើចង់ឲ្យខ្ញុំនិយាយឲ្យចំជាងនេះគឺរាងកាយរបស់ឯងពេលនេះមានគ្រោះថ្នាក់ខ្លាំងណាស់ឯងអាចនឹងដាច់ខ្យល់ស្លាប់គ្រប់ពេលវេលាសូម្បីតែពេលឯងកំពុងអង្គុយញ៉ាំបាយឬផឹកទឹកធម្មតាក៏អាចស្លាប់បានដែរលើបែបនេះភ្លាមគឺយ៉ាងឈុនបានឆ្លើយទាំងទឹកមុខស្ងួតថាខ្ញុំយល់ហើយលោកគ្រូពេលនោះប្រតិចាមេនិកាយភ្នំហូសានបច្ចុប្បន្នគាត់បាននិយាយឡើងថាស្ថានភាពរាងកាយក្មេងប្រុសម្នាក់នេះគឺវាកាន់តែធ្ងន់ធ្ងរនិងអាក្រក់ខ្លាំងណាស់វាធំជាងអ្វីដែលខ្ញុំបានទុកឆ្ងាយណាស់ពេលនោះប្អូនស្រីរបស់គូយ៉ាងឈុនបានសួរទៅកាន់បងប្រុសថាបងប្រុសដឹងខ្លួនឯងថាចិត្តស្លាប់ហើយហេតុអ្វីបានជាបងនៅតែរក្សាភាពស្ងៀមស្ងាត់បានដល់ថ្នាក់នឹងទៀតតើបងមិនខ្លាចស្លាប់ទេអីបងអាចនឹងបាត់បង់ជីវិតគ្រប់ពេលវេលាណាគូយ៉ាងឈុនក៏បានឆ្លើយតបទៅកាន់ប្អូនស្រីថាប៉ុន្តែពេលនេះបងនៅមិនទាន់ស្លាប់ឯណាធ្វើឲ្យប្អូនស្រីប្រញាប់ស្រែកតបវិញភ្លាមថាប៉ុន្តែបងនឹងអាចដាច់ខ្យល់ស្លាប់នៅខណៈពេលណាមួយបានតានៅខណៈពេលនោះដែរស្ថានភាពដែលនៅក្នុងបន្ទប់បែរជាស្ងប់ស្ងាត់បន្តិចក្រោយពីឮបងប្អូនគេសន្ទនាគ្នាដោយសារតែឃើញស្ថានភាពស្ងប់ស្ងាត់បែបនេះគឺយ៉ាងឈុនក៏បាននិយាយលួងលោមប្អូនស្រីថាឯងមិនបាច់បារម្ភពីបងទេឯងបញ្ញាប់រៀបចំអីវ៉ាន់ដើម្បីត្រឡប់ទៅផ្ទះវិញទៅខណៈពេលនោះប្អូនស្រីក៏បានតវ៉ាភ្លាមថាទេខ្ញុំមិនព្រមត្រឡប់ទៅវិញដាច់ខាតគូយ៉ាងឈុនក៏បានឆ្លើយតបទៅវិញថាតាមចិត្តទៅចឹងមិនទៅក៏មិនទៅប្អូនស្រីក៏សួរបញ្ជាក់ទៅបងប្រុសថាតើបងនិយាយមែនឬអីគូយ៉ាងឈុនក៏បានឆ្លើយតបទៅកាន់ប្អូនស្រីវិញថាតើឯងគិតថាលោកឪពុករបស់យើងនឹងនិយាយអ្វីប្រសិនបើបងប្រាប់គាត់ថាបងមិនអាចនាំឯងត្រឡប់ទៅផ្ទះវិញបានដោយសារតែឯងមិនព្រមត្រឡប់មកផ្ទះវិញប្អូនស្រីក៏បានឆ្លើយតបទៅកាន់គូយ៉ាងឈុនវិញថាបងក៏ដឹងដែរទោះជាយ៉ាងណាក៏លោកឪពុកមិនដែលខ្វល់ខ្វាយពីខ្ញុំស្ដាប់ហើយនោះលោកប្រជាដែលនៅក្បែរនោះគាត់បានត្រឹមតែអង្គុយមើលមុខប្អូនស្រីរបស់គូយ៉ាងឈុនទាំងក្តីអាណិតដោយសារតែឃើញស្ថានភាពហាក់ដូចជាមិនសូវស្រួលលោកប្រជាគាត់ក៏បាននិយាយឡើងថាគូយ៉ាងឈុនហើយដែរបានជាឯងមិនប្រញាប់ទៅកន្លែងស្នាក់នៅដើម្បីសម្រាកទៅនេះជាថ្ងៃដំបូងរបស់ឯងដែលបានមកប៉ភ្នំហួរសានរបស់យើងផងឯងប្រកាសជាហត់នឿយខ្លាំងណាស់ហើយគូយ៉ាងឈុនក៏បានយល់ស្ថានភាពរួចក៏បានឆ្
ឆ្លើយតបទៅកាន់ព្រះចៅវិញថាបាទអញ្ចឹងខ្ញុំសូមអនុញ្ញាតទៅសម្រាប់ហើយលោកព្រះចៅនៅពេលដែលគូយ៉ាងឈុនបានធ្វើដំណើរចាកចេញទៅបន្ទប់ស្នាក់នៅព្រះចៅយាយគាត់ក៏បាននិយាយទៅកាន់គ្រូពេទ្យទេវតាថាក្មេងប្រុសម្នាក់នេះមើលទៅចម្លែកខ្លាំងណាស់លោកគ្រូពេទ្យទេវតាគាត់ក៏បានងក់ក្បាលរួចក៏តបទៅវិញថាអញ្ចឹងព្រះចៅក៏អាចចាប់អារម្មណ៍ដឹងពីចំណុចនេះដូចគ្នាដែរតើមែនទេព្រះចៅយាយគាត់ក៏បានប្រាប់ទៅគ្រូពេទ្យទេវតាថាទោះបីជាត្រូវប្រាប់ត្រង់ថារាងកាយរបស់ក្មេងប្រុសម្នាក់នេះអាចនឹងផ្ទុះស្លាប់គ្រប់ពេលវេលាក៏ដោយក៏គេមិនបង្ហាញការតក់ស្លុតឬភ័យខ្លាចអ្វីបន្តិចសោះប្រតិកម្មរបស់ក្មេងប្រុសម្នាក់នេះវាស្ទើរតែដូចទៅនឹងបានបោះបង់ចោលជីវិតរបស់ខ្លួនឯងនិងមិនចង់រស់នៅបន្តទៀតអញ្ចឹងទឹកមុខស្ងប់ស្ងាត់គ្មានពន្លឺនៃក្តីសង្ឃឹមរបស់ក្មេងប្រុសម្នាក់នេះគឺបានស្ដេចឲ្យឃើញយ៉ាងច្បាស់ថាគេលែងខ្វល់ខ្វាយពីសេចក្តីស្លាប់ទៀតហើយសាច់រឿងបានកើតមកនៅពេលយប់គូយ៉ាងឈុនបានដើរទៅកន្លែងដេកជាមួយនឹងព្រះចៅសិនឈុលដែរនៅពេលនោះព្រះចៅសិនឈុលបានសួរគូយ៉ាងឈុនថាណែអាចៅតាយើងសូមសរសើរឯងពិតមែនទោះបីជាឯងដឹងខ្លួនឯងថាចិត្តស្លាប់ទៅហើយតែឯងនៅតែអាចញ៉ាំបាយឆ្ងាញ់បានដដែលលោកព្រះចៅសិនឈុលក៏បានសួរឌឺគូយ៉ាងឈុនបន្តថាយ៉ាងម៉េចហើយឯងគិតថាចង់ញ៉ាំបាយឲ្យឆ្អែតមុនពេលដែលឯងស្លាប់មែនទេគូយ៉ាងឈុនក៏បានឆ្លើយតបទៅកាន់ព្រះចៅសិនឈុលវិញថាតាមពិតទៅខ្ញុំមិនដែលខ្វល់ខ្វាយពីរឿងស្លាប់រស់នោះទេគូយ៉ាងឈុនបានគិតនៅក្នុងចិត្តម្នាក់ឯងថានៅក្នុងជាតិមុនឬជីវិតកន្លងមកនេះខ្ញុំប្រហែលជាបានប្រព្រឹត្តអំពើបាបកម្មច្រើនពេកហើយស្ថានភាពរាងកាយបែបនេះគឺគ្រាន់តែជាកម្មដែលខ្ញុំបានសាងមកពីជាតិមុនប៉ុណ្ណោះវាគ្មានអ្វីចម្លែកនោះទេមកដល់កន្លែងស្នាក់នៅគូយ៉ាងឈុនក៏បានបើកទ្វារបន្ទប់បន្ទាប់មកព្រះចៅសិនឈុលគាត់ក៏បាននិយាយឡើងថាកូនក្មេងកើតពីម្សិលថ្ងៃសោះមកធ្វើជាតួកំសត់និយាយរឿងកម្មផលស្អីនឹងគេដែរទេអញខ្ពើមហីណានៅពេលនោះដែរគូយ៉ាងឈុនស្រាប់តែភ្ញាក់ផ្អើលក៏ឃើញណាមកងប៊ីអាកំពុងតែដេកនៅលើក្រែរងចាំខ្លួនគូយ៉ាងឈុនក៏បានសួរទៅប៊ីអាថាតើនាងកំពុងធ្វើអីនៅទីនេះប៊ីអាក៏បានឆ្លើយថារៀបចំគេងនឹងហើយគូយ៉ាងឈុនក៏សួរបញ្ជាក់ថាតើនាងបំរុងនឹងគេងនៅទីនេះដែរមែនទេពេលនោះប៊ីអាក៏បានងក់ក្បាលហើយឆ្លើយថាពិតមែនហើយប៊ីអាក៏បានចង្អុលទៅកាន់គូយ៉ាងឈុនថាយប់នេះគឺខ្ញុំគេងជាមួយនឹងលោកនឹងឯងគ្រាន់តែឮបែបនេះព្រះចៅស៊ីនឈុលក៏បានប្រាប់ពីវិធីសាស្ត្រមួយដ៏ល្អទៅកាន់គូយ៉ាងឈុនថាការមានកូនមុនពេលដែលឯងស្លាប់វាមិនមែនជារឿងអាក្រក់នោះទេគូយ៉ាងឈុនបញ្ញាប់ឡើងអាកូនគូយ៉ាងឈុនក៏បានប្រាប់ទៅប៊ីអាថាលោកមេប៉ាក់ភ្នំហូសានបានប្រាប់ខ្ញុំថាមានបន្ទប់ពីរត្រូវបានរៀបចំដូច្នេះសូមនាងទៅដល់ទៅបន្ទប់របស់នាងវិញទៅប៊ីអាក៏បានប្រាប់ទៅគូយ៉ាងឈុនវិញថាគេប្រាប់មកខ្ញុំថាមានតែបន្ទប់មួយនឹងទេគូយ៉ាងឈុនបាននិយាយឡើងថាអញ្ចឹងលោកមេប៉ាក់រៀបចំឲ្យតែមួយបន្ទប់ទេហើយប៊ីអាក៏បានឆ្លើយថាមែនហើយពេលនោះគូយ៉ាងឈុនក៏បានស្រមៃទៅដល់ព្រះចាលីនិងព្រះចាមេប៉ាក់ភ្នំហូសានគាត់មានគំនិតខលខូចចង់ឲ្យគូយ៉ាងឈុនដេកបន្ទប់ជាមួយណាមកងប៊ីអាបន្ទាប់មកគូយ៉ាងឈុនបំរុងនឹងបើកទ្វារដើរចេញដោយយកលេសថាអូខេមិនអីទេអញ្ចឹងខ្ញុំនឹងទៅគេងជាមួយនឹងមូអានវិញក៏បានរាត្រីសួស្ដីណាស្រាប់តែភ្លាមនោះប៊ីអាក៏បានស្ទុះមកចាក់ដៃគូយ៉ាងឈុនដោយនិយាយឡើងថាខ្ញុំគ្រាន់តែចង់កាន់ដៃលោកគេងនៅលើក្រែតែប៉ុណ្ណោះតើបានទេហើយនេះសូមកាត់សាច់រឿងបន្តិចអេដមីនមានអារម្មណ៍ថាខាងស្រីនឹងក៏ណាស់ដែរយើងចូលសាច់រឿងយើងបន្តគូយ៉ាងឈុននៅពេលនោះបានលួចសើចបន្ទាប់មកប៊ីអាបាននិយាយថាតើលោកលួចសើចមែនទេប៉ុន្តែគូយ៉ាងឈុនក៏បានសុំទោសហើយនិយាយឡើងថាមកពីសម្ដីរបស់នាងអំបញ្ញមិញនឹងវាកំប្លែងពេកទើបខ្ញុំលួចសើចបន្តិចទៅពេលនោះប៊ីអាក៏បានលួចសើចហើយនិយាយទៅគូយ៉ាងឈុនថានៅទីបំផុតលោកបានញញឹមដាក់ខ្ញុំហើយបន្ទាប់មកគូយ៉ាងឈុនក៏បានលាណាមកងប៊ីអាត្រឡប់ទៅបន្ទប់ដេកដោយនិយាយថារាត្រីសួស្ដីណាភ្លាមនោះណាមកងប៊ីអាបានចាប់ដៃគូយ៉ាងឈុនយកមកដាក់លើថ្ពាល់នាងដោយប្រាប់គូយ៉ាងឈុនថាយប់នេះលោកគេងជាមួយខ្ញុំនៅនឹងហើយអេដមីនមានអារម្មណ៍ថាហត់បើសម្រាយកន្លែងវាយគ្នាអត់អីដល់ពេលមកឲ្យសម្រាយកន្លែងស្នេហាវិញចាប់បដ យនិយាយអត់ចង់ចាញ់ទេតោះឥឡូវយើងចូលមកសាច់រឿងយើងវិញបន្ទាប់ពីបញ្ចប់កន្លែងស្នេហារួចយើងមកមើលលោកតាមួនជាមួយនឹងលោកមេនិកាយភ្នំអូសាបច្ចុប្បន្នកំពុងសន្ទនាគ្នានៅពេលនោះលោកតាមួនគាត់បាននិយាយទៅកាន់បដិចាថាឲ្យខ្ញុំសុំទោសផងដែលមកអំពាវទុកលោក
ទាំងកណ្ដាលយប់បែបនេះលោកព្រះចាក៏បានឆ្លើយទាំងគួរសមថាមិនអីទេខ្ញុំកំពុងតែអត់សុខស្រាប់ផងលោកព្រះចាក៏បានបន្តទៀតថាខ្ញុំឮមកថាលោកកំពុងតែតាមស្វែងរកគ្រូពេទ្យទេវតាដើម្បីព្យាបាលចៅស្រីរបស់លោកមែនទេលោកតាមុនក៏បានឆ្លើយថាមែនហើយលោកព្រះចាក៏បាននិយាយបន្តថានៅពេលនេះទាំងប៉ាក់សៅលីងនិងប៉ាក់អ៊ូតាំងក៏មើលទៅដូចជាពួកគេកំពុងតែតាមស្វែងរកវត្តមានរបស់លោកដូចគ្នាគ្រាន់តែលើបែបនេះភ្លាមលោកតាមូនគាត់នៅស្ងៀមមិនហ៊ានឆ្លើយនោះទេលោកព្រះចាក៏បានសួរបន្តថាប៉ុន្តែតាមពិតទៅលោកមិនមែនបានរកឃើញគ្រូពេទ្យទេវតានោះរួចហើយមែនទេលោកតាមូនក៏បានឆ្លើយថាពិតមែនហើយខ្ញុំបានដឹងអំពីធម៌ពលដែលលោកបានបិទបាំងវត្តមានរបស់លោកគ្រូពេទ្យទេវតារូបនោះនៅទីនេះនឹងឯងព្រះចាក៏បានសួរទៅបន្តថាលោកបានដឹងថាខ្ញុំលាក់បាំងលោកគ្រូពេទ្យទេវតានៅទីនេះហើយតែលោកបែរជាមិនបានសម្រុកចូលទៅដោយកម្លាំងបាយនោះឡើយលោកតាមុតក៏បានឆ្លើយទៅវិញថាព្រោះខ្ញុំជឿជាក់ថាការមកសួរនាំនិងសុំការអនុញ្ញាតត្រឹមត្រូវគឺជាអ្វីដែលគប្បីបំផុតជាងពេលនោះដែរការសន្ទនារវាងអ្នកទាំងពីរបានមានភាពស្ងប់ស្ងាត់មួយសន្ទុះធំលោកតាមុនក៏បានដាច់ចិត្តសុំការអនុញ្ញាតពីព្រះចាមេនិកាយភ្នំហូសានដើម្បីចូលទៅជួបជាមួយនឹងគ្រូពេទ្យទេវតាដោយនិយាយថាតើលោកអាចអនុញ្ញាតឲ្យខ្ញុំបានជួបជាមួយលោកគ្រូពេទ្យទេវតារូបនោះបានដែរឬទេលោកព្រះចាក៏បានឆ្លើយតបទៅលោកតាមុនថានៅពេលនេះលោកគ្រូពេទ្យទេវតាកំពុងតែជាប់ដៃព្យាបាលអ្នកជំងឺផ្សេងទៀតនៅឡើយទេទោះបីជាលោកទៅដល់ទីនោះឥឡូវនេះក៏ដោយក៏លទ្ធផលលោកសង្ឃឹមទុកប្រហែលជាមិនអាចកើតឡើងដោយបំណងលោកនោះទេគាត់បានបន្ថែមទៀតថាប៉ុន្តែរឿងរ៉ាវទាំងអស់នោះអាចផ្លាស់ប្ដូរបានប្រសិនបើលោកព្រមជួយធ្វើការងារឬបំពេញបំណងឲ្យខ្ញុំមួយនោះខ្ញុំនឹងអាចជួយលោកឲ្យជួបគ្រូពេទ្យទេវតាម្នាក់នោះបានអញ្ចឹងនៅក្នុង chapter ទី44 45ចប់ប៉ុណ្ណឹងដោយសារ admin រវល់ការងារខ្លាំងពេកបានអត់សូវបានចេញវីដេអូតែឥឡូវ admin ឈប់ធ្វើការហើយអញ្ចឹងមានតែមកធ្វើវីដេអូសម្រាយរឿងឲ្យអ្នកទាំងអស់គ្នាបន្តអញ្ចឹង chapter ទី44 45នេះចប់តែប៉ុណ្្នឹងហើយ admin អរគុណសម្រាប់ការដាប់ពីដើមដល់ចប់អញ្ចឹងយើងនឹងជួបគ្នានៅ chapter បន្តទៀតបាយបាយ